ហើយដើម្បីបានជាគណនេយ្យករ SMEs នៅកម្ពុជាត្រូវចេះប្រកាសពន្ធប្រចាំខែដោយខ្លួនឯងសម្រាប់គណនេយ្យករដែលបំពេញការងារនៅតាមសហគ្រាសធុនតូចនិងមធ្យម SME ក្នុងប្រទេសកម្ពុជាការចេះប្រកាសពន្ធប្រចាំខែដោយខ្លួនឯងគឺជារឿងចាំបាច់និងមានសារៈសំខាន់ខ្លាំងណាស់ដោយផ្អែកលើមូលហេតុជាក់ស្ដែងដូចខាងក្រោមទី1ការគ្រប់គ្រងហានិភ័យនិងការអនុលោមតាមច្បាប់ការយល់ដឹងច្បាស់ពីច្បាប់ស្ដីពីសារពើពន្ធរបស់កម្ពុជាជួយឲ្យគណនេយ្យករអាចរៀបចំឯកសារបានត្រឹមត្រូវកាត់បន្ថយហានិភ័យនៃការផាកពិន័យដោយសារការយឺតយ៉ាវឬការប្រកាសខុសដែលអាចជះឥទ្ធិពលដល់លំហូរសាច់ប្រាក់របស់ក្រុមហ៊ុនទី2ភាពម្ចាស់ការលើទិន្នន័យហិរញ្ញវត្ថុនៅពេលដែលគណនេយ្យករអាចបំពេញកាតព្វកិច្ចពន្ធដោយខ្លួនឯងពួកគេនឹងមានភាពស្និទ្ធស្នាលជាមួយទិន្នន័យចំណូលចំណាយរបស់ក្រុមហ៊ុនដែលជាមូលដ្ឋានគ្រឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យស្របតាមស្តង់ដារ IFRS for SMEs ទី3ការសន្សំសំចៃចំណាយនិងបង្កើនតម្លៃខ្លួនឯងសហគ្រាសធុនតូចនិងមធ្យមតែងតែមានធនធានកំណត់ការកាត់បន្ថយការពឹងផ្អែកលើទីប្រឹក្សាខាងក្រៅសម្រាប់តែការងារប្រកាសពន្ធប្រចាំខែធម្មតានឹងជួយសន្សំសំចៃថវិកាឲ្យក្រុមហ៊ុនហើយក៏ជាការបង្ហាញពីសមត្ថភាពនិងតម្លៃវិជ្ជាជីវៈរបស់គណនេយ្យករផងដែរទី4ការដោះស្រាយបញ្ហាបានទាន់ពេលវេលានៅពេលជួបបញ្ហាជាមួយប្រព័ន្ធ e-filing ឬការសង្ស័យលើការកត់ត្រាគណនេយ្យករដែលមានចំណេះដឹងផ្ទាល់នឹងអាចវិភាគនិងដោះស្រាយបញ្ហាបានភ្លាមៗដោយមិនចាំបាច់រងចាំការសម្រេចចិត្តឬជំនួយពីអ្នកខាងក្រៅទី5ការផ្ដល់យោបល់យុទ្ធសាស្ត្រដល់ម្ចាស់អាជីវកម្មការចេះប្រកាសពន្ធមិនមែនគ្រាន់តែជាការបំពេញតួលេខប៉ុណ្ណោះទេប៉ុន្តែវារួមបញ្ចូលទាំងការយល់ដឹងអំពីផលប៉ះពាល់នៃពន្ធលើការសម្រេចចិត្តអាជីវកម្មដែលគណនេយ្យករអាចផ្ដល់ជាយោបល់ដល់ម្ចាស់ SME ក្នុងការធ្វើផែនការពន្ធ tax planning ប្រកបដោយប្រសិទ្ធភាពសូមអរគុណដែលអ្នកបន្តរៀនសូត្រដើម្បីសង្គមកម្ពុជាកាន់តែប្រសើរជួបគ្នាឱកាសក្រោយៗទៀត